នេះគឺជាកូនចាបមួយដែលធ្លាក់ពីសម្បុកពីលើដើមឈើមកមិនមែនធ្លាក់ពីសម្បុកទេធ្លាក់ទាំងសម្បុកពីលើដើមឈើមកហើយបេះអង្គគេដើរជន់នៅគៀនផ្លូវចេះបានខ្ញុំឃើញក៏ខ្ញុំរើសយកមកដាក់លើសួនទៅណាហើយឥឡូវនោះមេនេះមេគេនេះតែដឹងមេគេបានចុះមកមើលកូនហើយនៅទេតែឥឡូវកូននឹងត្រូវធ្លាក់មកដីចេះចែកដន់ខ្ញុំដើរមកឃើញសដឹងអាសបុកចាបតែអត់នឹកស្មានថាមានកូននៅក្នុងហ្នឹងរើសមើលស្រាប់អូមានកូនមួយនៅក្នុងសម្បុកចឹងយើងមិនដឹងធ្វើម៉េចយើងរើសវាមកយកមកដាក់លើសួននេះឯងចឹងបានដាក់វានៅលើសួនច្បារតែដល់មកក្រោមចឹងចិត្តមនុស្សចិត្តអីពេកមិនដឹងជាមេហ៊ានមកតែអត់ទេតែមួយថ្ងៃនេះបញ្ចុកចំណៃពី3ដងហើយមួយថ្ងៃនេះអត់មានទឹកដោះគោអីបញ្ចុកទេគឺត្រូវបានយកបបរស្ដែកយកគ្រាប់ស្ដែកមកបញ្ចុកពី3ដងដែរហើយអញ្ចឹងយើងផ្សាំងទៅគីឡូបានមេវាមកដល់ចឹងចាំមើលលោកអាចល្ងាចហ្នឹងមេមកចូលមកក្រាបចូលមកផ្ដល់ភាពកក់ក្ដៅបាទចឹងនេះត្រូវបានរើសយកមកដាក់លើសួនច្បារបាទយ៉ាងកំសត់ណាកូនបានតែមកគ្រាប់ធ្លាក់មកដីបាត់ទៀតគិតធ្វើម៉េចតែសង្ឃឹមថាយប់ហ្នឹងមេចូលមកចុះបើមេអត់ចូលមកអាចងាប់ហើយបាទចង់ធ្វើជាគ្រូពេទ្យហើយរក្សាកូនចាបនេះមួយដែរនេះតែយើងអត់ពេលវេលាគឺរើគឺកញ្ជ្រោលចុកចំណៃ2ដងថ្ងៃសៀលហ្នឹងទៅបែកឃ្លានទៀតចាំមើលថយតិចឃើញលោម៉ែគេមកនេះម៉ែតេតម៉ែនេះមើលឃើញនេះគឺជាវីដេអូទី1នៃពេលវេលាមួយថ្ងៃដែលបានរើសកូនចាបនេះយកមកដាក់លើសួនបាទប្រសិនបើមិនអីទេនឹងមានវីដេអូជាបន្តមានវីដេអូទី2វីដេអូទី3រហូតទៅវីដេអូទី10ទី20និយាយអំពីជោគវាសនានៃកូនចាបនេះជាបន្តទៀតបាទអញ្ចឹងនេះគ្រាន់តែជាវីដេអូទី1ឯងបាទព្រោះយើងរើសមកយើងអត់អាចឡើងយកទៅដាក់នៅលើបានទេបាទគឺយើងដាក់នៅក្រោមប៉ុន្តែយើងមានសួនដាក់អញ្ចឹងយើងដាក់លើសួន